2026ចិត្តចូល2027ហើយតិចអត់តន់ចេះដាក់អក្សរខ្មែរនៅលើកម្មវិធី CapCut បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកបង្រៀនលម្អិតអំពីការដាក់អក្សរខ្មែរនៅលើកម្មវិធី CapCut ដោយ free ព្រមទាំងមាន file អក្សរខ្មែរឆ្លាក់ជាច្រើនសម្រាប់ឲ្យបងប្អូនជ្រើសរើសតាមពិតទៅការដាក់អក្សរខ្មែរនៅលើ CapCut នេះខ្ញុំបានសង្កេតឃើញបងប្អូនយើងជាច្រើនទៅហើយគាត់ធ្វើវីដេអូតាក់ទងនឹងការដាក់អក្សរខ្មែរនៅលើ CapCut នេះប៉ុន្តែខ្ញុំនៅតែឃើញបងប្អូនយើងមួយចំនួនគាត់នៅតែអត់យល់ធ្វើអត់បានគាត់អត់ដឹងថាធ្វើពីចំណុចណាទៅចំណុចណាទើបអាចដាក់អក្សរខ្មែរនៅលើ CapCut បានទេអញ្ចឹងថ្ងៃនេះខ្ញុំមកបញ្យល់លម្អិតក៏ដូចជាស្រាយចម្ងល់បងប្អូនទាំងអស់ឲ្យចេះធ្វើដាក់ដូចខ្ញុំបានគ្រប់គ្នាមិនបាច់បារម្ភភ័យថាដាក់ហើយចេះអត់កើតទេខ្ញុំហ៊ានធានាថាបងប្អូនធ្វើតាមខ្ញុំហើយនឹងដាក់បាន 100% អញ្ចឹងបើសិនជាគិតថាវីដេអូរបស់ខ្ញុំមានប្រយោជន៍កុំភ្លេចជួយ like subscribe ម្នាក់មួយផងដើម្បីខ្ញុំមានកម្លាំងចិត្តអាប់ឡូតវីដេអូបន្តទៀតអញ្ចឹងកុំឲ្យរងចាំទៅទាំងយូរយើងចូលទៅទស្សនាទាំងអស់គ្នាបាទអញ្ចឹងជាដំបូងបងប្អូនធ្វើការចូលទៅយក file អញ្ចឹងបើសិនជាបងប្អូនអត់ដឹងថាចូលទៅយក file ទៅណាទេបងប្អូនកំពុងតែទស្សនាវីដេអូរបស់ខ្ញុំហ្នឹងបងប្អូនចុចចំចំណងជើងទៅបងប្អូននឹងឃើញ link មួយខ្ញុំដាក់នៅខាងក្រោមវីដេអូហ្នឹងបងប្អូនចុចចំ link ហ្នឹងមកបងប្អូននឹងចូលមកដល់ក្នុង group របស់ខ្ញុំហើយបន្ទាប់ពីបងប្អូនចូលមកដល់ក្នុង group បងប្អូនមើលនៅលើគេហ្នឹងដែលខ្ញុំដាក់អក្សរថា link download file អក្សរខ្មែរអញ្ចឹងបងប្អូនធ្វើការចុចចំ file ហ្នឹងមកអូខេបន្ទាប់ពីបងប្អូនចុចចំ file ហ្នឹងហើយវាលោតមកដល់កន្លែងនេះបងប្អូនមើលអក្សរខាងក្រោមដែលគេដាក់ថាពន្លាបងប្អូនធ្វើការចុចចំពាក្យហ្នឹងមកអូខេបន្ទាប់មកយើងពន្លាហើយបងប្អូនធ្វើការចូលទៅក្នុងកម្មវិធី CapCut បន្ទាប់ពីបងប្អូនចូលទៅក្នុង CapCut ហើយបងប្អូនចូលទៅជ្រើសរើសវីដេអូឬមួយក៏រូបភាពណាដែលបងប្អូនចង់ដាក់អក្សរខ្មែរនឹងនៅលើអញ្ចឹងខ្ញុំឧទាហរណ៍នៅលើរូបភាពខ្ញុំនេះមួយសម្រាប់ឲ្យបងប្អូនទស្សនាមើលអូខេបិទ line នេះចោលបន្ទាប់មកខ្ញុំធ្វើការអាប់ឡូតដាក់អក្សរខ្មែរហ្នឹងអូខេចុចបូកអូខេចូលមកដល់កន្លែងនេះបងប្អូនធ្វើការចុចចំពាក្យពុម្ពអក្សរអូខេមើលមួយបងប្អូនប្រយ័ត្នអត់យល់បន្ទាប់មកបងប្អូនមើលអក្សរខាងក្រោមមកជួរនេះបងប្អូនអស់ថយក្រោយអស់មកណាហើយបងប្អូនចុចចំពាក្យពុម្ពអក្សររបស់ខ្ញុំអូខេបន្ទាប់មកបងប្អូនឃើញសញ្ញាបូកនៅខាងក្រោមហ្នឹងអត់បន្ទាប់មកបងប្អូនចុចចូលសញ្ញាបូកហ្នឹងទៅអូខេបន្ទាប់មកចូលមកដល់កន្លែងនេះបងប្អូនចុចពាក្យថាពុម្ពអក្សររបស់ខ្ញុំដែលខាងក្រោមហ្នឹងបងប្អូនទាំងអស់គ្នាបាទបន្ទាប់មកបងប្អូនត្រូវតែចូលទៅរកអ្នកគ្រប់គ្រងឯកសារនេះបងប្អូននេះបន្ទាប់មកបងប្អូនអស់ទៅក្រោមរកមើលពាក្យ download បងប្អូនធ្វើការចុចមកអូខេអញ្ចឹងនេះគឺជា file ដែលយើង down មិញបងប្អូនឡើងមកកណោបន្ទាប់មកបងប្អូនធ្វើការចុចមួយដើម្បីគ្រីសយកទៅដាក់បងប្អូនអរគ្នាអញ្ចឹងបងប្អូនចុចចឹងហើយបងប្អូនធ្វើការគ្រីសរួចរាល់ខាងក្រោមនេះអូខេបន្ទាប់មកបងប្អូនធ្វើការសេអក្សរមើលបានអត់អញ្ចឹងខ្ញុំធ្វើការសេអក្សរសិនចង់ចេះដាក់អក្សរខ្មែរអក្សរខ្មែរអូខេបន្ទាប់ពីបងប្អូនសរសេរហើយបងប្អូនធ្វើការចុចចំ file ដែលយើងពន្លាមិញហ្នឹងមកបងប្អូននេះ file បន្ទាប់ពីសញ្ញាបូកហ្នឹងបងប្អូនធ្វើការចុចចំមកអូខេឥឡូវនេះគឺបានហើយបងប្អូនចឹងបើសិនជាបងប្អូនចង់ពន្លា file មកឲ្យច្រើនបងប្អូនគាត់ណាចុចចំសញ្ញាបូកនឹងហើយចូលទៅគ្រីម្ដងមួយយកមកដាក់មកបងប្អូននឹងទទួលបាន file ជាច្រើនសម្រាប់ឲ្យបងប្អូនជ្រើសរើសហើយអញ្ចឹងនេះគឺជា file អក្សរខ្មែរហើយបន្ទាប់មកបងប្អូនចូលសារក្រោយមកអត់មានពិបាកទេបងប្អូនចូលសារក្រោយមកគ្រាន់តែសេហើយគឺបានតែអូតូមកមិនបាច់ពិបាកទៅ copy ទៅអីញ៉ៃទេណាគ្នាអញ្ចឹងបើសិនជាបងប្អូនគិតថាវីដេអូរបស់ខ្ញុំមានប្រយោជន៍កុំភ្លេចជួយ like subscribe ម្នាក់មួយផងដើម្បីខ្ញុំ upload វីដេអូបន្តទៀតសូមអរគុណច្រើនសម្រាប់ការទស្សនាវីដេអូរបស់ខ្ញុំពីដើមដល់ចប់